Namo tassa bhagavata arahato sama sambuddhassa. Namo tassa bhagavata arahato sama sambuddhassa. Namo tassa bhagavata arahato sama sambuddhassa. Arahang sama sambuddho bhagavia bhagavantang vantimi. Svakhatao bhagavata thammo thammang namassami. Sapadapannao bhagavata savaka sangkho sanghang vantimi. ទូលបង្គំអង្គខ្ញុំបកណាសូមនមស្ការចំពោះប្រជុំ3នៃបត្រៃរតន៍ដែលជារតនៈដ៏ឧត្តមឧត្តមសើពងពោះលើលោកមួយអន្លើខ្ញុំប្រកាសណាសូមនមស្ការចំពោះកណាចាស់គ្រប់ព្រះអង្គដែលមានព្រះវត្តមាននៅរោងបនដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការចំពោះកណាគុណចាស់ព្រះអង្គគ្រូគ្រប់ព្រះអង្គដែលកំពុងទតមើលតាមសង្គមនៃ page Facebook ដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរញាធរដែនដីត្រីរាជការគណៈដឹកនាំមានលោកមេភូមិនៅទឹកដីភូមិទឹកវិលគ្រប់មន្ត្រីចិនធ្នាក់បានពរលោកមេភូមិក្នុងភូមិខ្លែងបានពរមន្ត្រីគ្រប់ដាប់ចិនធ្នាក់នៅក្នុងក្រុមនាវលាគ្រាអាកាសពេលនេះសូមចម្រើនពរលោកគ្រូអាចារ្យអ្នកកម្មការពុទ្ធបរិស័ទបាសកបាសិកាបងប្អូនប្រុសស្រីទាំងអស់ជាទីស្រឡាញ់រាប់អានជាពិសេសលោកម្ចាស់ដើមទៀនប្រធានដើមបុណ្យមានអ្នកផ្ដាំបុណ្យដែលបានប្រពធ្វើពិធីបុណ្យនេះគឺលោកអេដាមអ្នកអុកញ៉ាឡាញ់ភារានិងលោកជំទាវនិងអុកញ៉ាឡាញ់ស៊ីម៉ាក់សាជាសមើលទៅដូចជាអានអត់ចាំដាច់សេចប់គ្នាលោកអាចារ្យហើយនឹងឡាញ់សេពីដងអញ្ចឹងនេះឡាញ់ភារានិងភរិយាព្រមទាំងកូនឡាញ់ឡូតនិងស្វាមីព្រមទាំងកូនឡាញ់លក្ខនិងស្វាមីព្រមទាំងកូនឡាញ់ស៊ីម៉ាក់ឡាញ់ជាណៃឡាញ់ស៊ីណាវីនិងស្វាមីព្រមទាំងកូនប្រូក្រាមបុណ្យគេហើយនេះបងត្រូវលោកអត់ចេះអានទៀតអសរជប់គ្នាទៀតត្រូវគ្នាបណ្ដោយនៅឱកាសនេះលោកម្ចាស់ដើមទៀនប្រធានដើមបុណ្យកូនប្រុសស្រីបានប្រពធ្វើពិធីបុណ្យតាំងកពិតថ្មអត់ដឹងបុណ្យដែរតែសួរព្រះអង្គគ្រូជួនពេញទៅព្រះអង្គគ្រូជួនពេញថាបុណ្យតកេណានុតទៀនបានដឹងពីព្រះអង្គគ្រូជួនពេញវិញបងហើយថ្ងៃនេះគឺជាថ្ងៃអង្គារ11កើតឆ្នាំខែចែកឆ្នាំរោងឆាស័កពុទ្ធសករាជ2568ត្រឹមថ្ងៃទី8ខែមេសាឆ្នាំ2025ជាឱកាសដែលខ្ញុំគណៈសមាភិបបានទទួលព្រះភ្នាក់ងារចៅធម្មទឹកសម្ដែងនៅពធទេសនាហើយលោកម្ចាស់ដើមទៀនធានដើមបុណ្យញាតិញោមក្តីអង្គុយសម្រួលអិរិយាបថឲ្យស្រួលបងអង្គុយយ៉ាងណាក៏បានដែរឲ្យអង្គុយស្រួលអ្នកកែណយើងអង្គុយយូរទៅចុកដៃចុកជើងអញ្ចឹងយើងអាចអង្គុយបើចេះពេនក៏ពេនទៅបើយើងអង្គុយបាត់ជើងបានយូរគឺយើងពេនតាមហ្នឹងទៅមិនអីទេអ្វីដែលសំខាន់គឺយើងបានជួបគ្នាបានធ្វើសេចក្តីល្អនៅឱកាសនេះកម្រណាញាតិញោមងាយចិត្តតែមានឱកាសបានធ្វើងាយមានឱកាសបានជួបគ្នាទេតែមានធម៌ដែលកូនប្រុសស្រី
ញាតិញោមពុទ្ធបរិស័ទបានយល់អំពីសេចក្តីល្អក្នុងការរស់នៅចាំជីវិតគ្រួសារគឺយើងត្រូវតែមាននៅធម៌ទាំងយល់ឃើញថាម្ដាយឪពុកនាកាលគាត់នៅរស់បងប្អូនកាលដែលគាត់នៅរស់ញាតិមិត្តដែលគាត់នៅរស់ពេលដែលគាត់បានធ្វើសេចក្តីល្អមកលើខ្លួនក៏នឹកបមីនឹងរកវិធីសាស្ត្រពេលវេលាឱកាសណាមួយដើម្បីមកធ្វើបុណ្យកុសលតទៅជាមួយនឹងអ្នកមានគុណទៅវិញយ៉ាងណាមិញមេត្តាបិតាដែលជាបុព្វការីមេត្តាបិតាជាបុព្វការីនេះលោកឲ្យឈ្មោះថាអ្នកដែលបានធ្វើសេចក្តីល្អមកលើយើងមុនគេធ្វើសេចក្តីល្អមកលើយើងមុនគេគឺមានតែម្ដាយឪពុកនឹងហើយដែលធ្វើសេចក្តីល្អមកលើកូនប្រុសស្រីនេះគឺជាបុព្វការីដែលជាអ្នកមានគុណដែលជាអ្នកមានឧបការៈលើសគេបង្អស់នៅក្នុងជីវិតយើងទាំងអស់គ្នាដែលជាកូនចៅនេះព្រោះហើយបុព្វការីនេះលោកតែងតែរក្សាតែងតែបិទបាច់យើងអ្នកធ្នមតាមមើលតាមថែបុព្វការីរបស់យើងនេះគឺជាព្រះរបស់យើងនេះគឺលោកមិនមែនតាមថែរក្សាយើងត្រឹមតែគាត់នៅរស់ទេពេលខ្លះសំបីតែគាត់មរណកាលទៅក៏គាត់នៅតែមមីជាប់ជំពាក់នៅស្រឡាញ់កូនតែងតែចង់តាមកូនរក្សាកូនបើយើងនិយាយអំពីការចុតតិរបស់គាត់ដឹងតែការចុតតិទៅដឹងតែកាត់ទៅបដិសន្ធិនៅកន្លែងទីដតីហើយតាមកម្មតាមផលបុណ្យរបស់គាត់ប៉ុន្តែអ្នកខ្លះតែងតែមមីពឹងអ្នកខ្លះទៅមានទាំងពលឹងវិញ្ញាណអីហ្នឹងគឺដឹងថាម្ដាយឪពុករបស់ខ្លួននៅជាមួយខ្លួនម្ដាយឪពុករបស់ខ្លួននៅរក្សាខ្លួនហ្នឹងគឺយើងតែងតែនិយាយតគ្នាប៉ុន្តែធៀបពិតម្ដាយឪពុកគាត់ចេះចុតដេកហើយគាត់ទៅបដិសន្ធិកន្លែងទីដតីហើយទៅតាមកម្មផលបុណ្យរបស់គាត់ប៉ុន្តែញាតិញោមពុទ្ធបរិស័ទទាំងឡាយបើម្ដាយឪពុករបស់យើងនាកាលដែលនៅរស់គាត់បានផ្ដល់នៅអវ័យសម្រាប់កូនប្រុសស្រីហើយកូនប្រុសស្រីទាំងអស់ដែលអ្នកទទួលអំពីលោកគឺជាកូនដ៏ល្អគឺបានទទួលនៅមរតកទទួលនៅអ្វីដែលម្ដាយឪពុកបានប្រគល់ឲ្យអ្នកដែលចេះទទួលព្រមទទួលចេះទទួលនៅអ្វីដែលឪពុកម្ដាយឲ្យអ្នកនឹងគឺជាកូនដ៏ល្អហើយចេះមកយកមកដើម្បីរក្សាចង់បញ្ជាក់ថាក្នុងធម៌នេះគឺបញ្ជាក់ទៅជាមួយនឹងការទទួលហើយចេះរក្សាឈ្មោះតាកូនល្អត្រឹមមរតកម្ដាយឪពុកបានឲ្យកូនចែករំលែកឲ្យកូនប្រុសស្រីស្មើគ្នាពេលដែលកូនយកទៅចេះរក្សានៅទ្រព្យសម្បត្តិដែលឪពុកម្ដាយឲ្យនោះមួយចំណែកនៅខាងលោកខាងមនុស្សលោកយើងប៉ុន្តែទៅតាមធម៌វិញគឺលោកឪពុកអ្នកម្ដាយលោកជាអ្នកចិត្តបន់ឪពុកអ្នកម្ដាយគាត់ជាអ្នកមានចិត្តជាបន់គាត់ធ្លាប់ធ្វើបន់គាត់ធ្លាប់ទៅវត្តគាត់ធ្លាប់ទៅបន់ដតីឲ្យតែកូនប្រុសស្រីណាដែលគេអញ្ជើញទៅគាត់ទៅអញ្ចឹងហើយឪពុកម្ដាយគាត់ជាអ្នកមានចិត្តជាបន់កូនប្រុសស្រីកើតមកជាមួយពូជពងវងតកោគាត់ក៏ចេះធ្វើបន់តដូចគាត់ធ្វើអញ្ចឹងហ្នឹងជាកូនប្រុសស្រីដ៏ល្អដែលចេះតពូជពងវងតកោពងពោះតកូលមានយសមានស័ក្តិកូនប្រុសស្រីតែងតែនាំគ្នារក្សានៅត្រកូលរបស់ខ្លួនកំពុងពុះហើយ
ម្ដាយឪពុករបស់យើងនេះហើយត្បិតតែគាត់ជាបុព្វការីជាអ្នកមានគុណលើយើងមុនបង្អស់ក៏ពិតមែនប៉ុន្តែសម្រាប់តែកូនប្រុសស្រីដែលជាកូនបង្កើតរបស់គាត់ទេណាចំណែកខាងបុព្វការីដែលជាអ្នកដឹងគុណទៅដល់យើងក្តីទៅដល់អ្នកដទៃក្តីទី2ហ្នឹងគឺមានគ្រូបង្រៀនគ្រូបង្ហាត់គ្រូដឹកនាំឲ្យយើងធ្វើសេចក្តីល្អគ្រូបញ្ញែបញ្យលឲ្យយើងចេះដឹងនឹងជាបុព្វការីបុព្វការីទី2ហើយចំណែកបុព្វការីទី3គឺយើងរាប់តាំងពីថ្នាក់ភូមិគឺលោកមេភូមិលោកមេឃុំលោកមេស្រុកលោកមេខេត្តរហូតដល់បរិជាក៏ជាបុព្វការីរបស់ប្រជានុរាស្ត្រដែរណាហើយយើងជាប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់គ្នាពេលណាដែលយើងធ្វើជាប្រជាពលរដ្ឋល្អឈ្មោះថាជាប្រជាពលរដ្ឋដែលមានធម៌ល្អដែលមានធម៌កតញ្ញូហើយចេះរក្សាខ្លួនចេះធ្វើឲ្យក្នុងស្រុកភូមិមិនមាននរណាគេស្អប់ពើមយើងគេស្រឡាញ់យើងមនុស្សរស់នៅក្នុងស្រុកក្នុងភូមិដែលមនុស្សចេះយងស្រុកលោកហៅថាមនុស្សចេះយងស្រុកហ្នឹងគឺមនុស្សចូលមកក្នុងស្រុកក្នុងភូមិរស់នៅក្នុងស្រុកក្នុងភូមិអ្នកផងទាំងឡាយគេពឹងពាក់ពំនាក់អាស្រ័យអ្នកផងទាំងឡាយគេតាមរោមគេតាមនិយាយនឹករលឹកយើងទៅណាមកណាអីហ្នឹងគេស្រឡាញ់យើងណាស់គេរាប់អានយើងណាស់ដោយសារយើងជាមនុស្សយងស្រុកមនុស្សល្អមនុស្សល្អទៅកន្លែងណាទីណាអ្វីត្បិតតែការក្រអូបរបស់គាត់มันបានក្រអូបចេញពីខ្លួនក៏ពិតមែនប៉ុន្តែអ្វីដែលក្រអូបខ្លាំងជាងគេគឺគេឈ្មោះកិត្តិយសរបស់គាត់ហើយមនុស្សហ្នឹងគឺដូចយាយតាអញ្ចឹងយាយតាខ្លះទៅហើយលោកអាចារ្យក្តីលោកយាយតាក្តីមានពិធីបុណ្យពិធីការអីមួយគឺតែងតែមានបងប្អូនហ្នឹងមកអញ្ជើញលោកអាចារ្យជួយដឹកនាំលោកតាជួយដឹកនាំលោកយាយជួយរៀបចំពិធីបុណ្យពិធីការនេះសិតតែមនុស្សយងស្រុកឲ្យធ្វើឲ្យស្រុកនៅក្នុងស្រុកក្នុងភូមិរបស់យើងគេពឹងពាក់ទំនាក់អាស្រ័យដល់យើងមនុស្សល្អហើយមានពិធីការបុណ្យនេះញាតិញោមមិនមែនយើងនឹងគ្នាប្រពធ្វើចិត្តតែធ្វើទៅបានក្រុមគ្រួសារទៅរលូនទេតើតែមានលោកយាយលោកតាផ្ដល់មតិលោកយាយលោកតាជួយអ្នកខ្លះទៅជួយរៀបចំចានរៀបចំឆ្នាំងរៀបចំនៅកែវរៀបចំនៅស្លាបព្រាអីឬក៏មលូស្លាអីហ្នឹងក៏សិតតែមានអ្នកជួយហើយនិយាយតាអីក៏ជួយហើយនឹងចំណែកអ្នកជួយរៀបកម្មវិធីបុណ្យហើយប្រពធ្វើពិធីបុណ្យក៏ក្រឹកក្រើកឡើងដោយសារតែយើងចេះជួយគ្នាហ្នឹងយើងជាប្រជាពលរដ្ឋជាបរិស័ទល្អបើបរិស័ទក្នុងពុទ្ធសាសនាជាបរិស័ទល្អបើបរិស័ទខាងអាណាចក្រដែលមិនទាន់បានចូលគៀកក្នុងពុទ្ធសាសនាអីយើងធ្វើការខាងផ្លូវលោកអីហ្នឹងគឺយើងជាមនុស្សល្អជាប្រជាពលរដ្ឋល្អនឹងគឺទី3ចំណែកទី4គឺបុព្វការីដែលអ្នកមានគុណសត្វលោកគឺមានព្រះសម្មាសម្ពុទ្ធជាអម្ចាស់នៃយើងគឺព្រះសម្មាសម្ពុទ្ធគឺព្រះអង្គជាបុព្វការីលើសមនុស្សនិងទេវតាមានអ្នកណាប្រៀបផ្ទឹមបានឡើយព្រះសម្មាសម្ពុទ្ធព្រះអង្គជាបុគ្គលដ៏ប្រសើរលើលោកព្រះសម្មាសម្ពុទ្ធព្រះអង្គជាបុគ្គលមានបុគ្គលអិនព្រំទេវតាណាប្រៀបផ្ទឹមព្រះអង្គបានឡើយហេតុនេះព្រះសម្មាសម្ពុទ្ធជាបុព្វការីដែលបានឲ្យយើងទាំងអស់គ្នាបរិស័ទទាំងឡាយហើយទាំងអាត្មាទាំងឡាយនេះក្តីទាំងអស់អង្គនេះក្តីគឺដោយសារព្រះសម្មាសម្ពុទ្ធជាអម្ចាស់នៃយើងនឹងហើយទើបមានប្រសង្ឃហើយទើបមាននៅធោយកមកដើម្បីមកសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទនៅក្នុងកម្មវិធីបុណ្យនីមួយឬក៏កន្លែងទីដទៃដែលញាតិញោមត្រូវការចង់ស្ដាប់ធម៌ទេសនាចង់ចេះចង់ដឹងចង់រៀន
គឺអ្វីត្បិតតែយើងមិនទាន់ព្រះសម្មាសម្ពុទ្ធរូបកាយព្រះអង្គពិតមែនប៉ុន្តែយើងទាន់នៅព្រះពុទ្ធទាំង 84000 បឋមខណ្ឌគឺព្រះធម៌ហ្នឹងមានព្រះធម៌មានព្រះសង្ឃហ្នឹងចឹងសំណាងណាយើងកើតមកជាមនុស្សដែលបានជួបគ្នាកើតមកជាមនុស្សហើយបានធ្វើនៅសេចក្តីល្អរួមគ្នាបានស្ដាប់ធម៌ទេសនានៅកន្លែងទីនេះរួមគ្នានឹងគឺបព្វការីអ្នកដែលធ្វើបុណ្យអ្នកដែលធ្វើសេចក្តីល្អមុនគេគឺម្ដាយឪពុកលោកគ្រូបង្រៀនលោកគ្រូអ្នកគ្រូហើយបរិជាហើយព្រះសម្មាសម្ពុទ្ធនេះសត្វតួអង្គអ្នកដែលមានឧបការៈគុណលើយើងកូនប្រុសស្រីលើយើងប្រជានរាជប្រជាជនលើយើងបរិស័ទលើយើងកូនសិស្សសានុសិស្សជាដើមនឹងក៏បព្វការីអ្នកដែលបានធ្វើសេចក្តីល្អមុនគេមកលើយើងហើយចំណែកអ្នកដែលមានធម៌ត្រូវតបទៅវិញគឺកតញ្ញូកតញ្ញូកតវេទីតាធម៌គឺអ្នកធ្វើតបទៅដោយធម៌អ្នកធ្វើតបទៅដោយទានអ្នកធ្វើតបទៅដោយបុណ្យមានធ្វើតបដោយធម៌ហ្នឹងគឺយកធម៌និមន្តប្រសង់អីយកធម៌មកសម្ដែងទៅហើយចែកជូនម្ដាយឪពុកដឹកនាំម្ដាយឪពុកឲ្យកាត់ស្គាល់ធម៌ស្គាល់អាហ្នឹងទៅនេះជាកូនកតញ្ញូតាធម៌ហើយកូនដើរប្រកបដោយកលងធម៌ទៀតដឹកនាំម្ដាយឪពុកចូលវត្តចូលវាចេះសមាធិសិលសិល5សិល8នឹងគឺមួយចំណែកទៀតខាងទានកតញ្ញូដោយទានគឺយើងឲ្យទានដល់ម្ដាយឪពុកចែកទានគឺជាប្រសេសគឺយើងមាននំចំណីម្ហូបអាហារសម្លៀកបំពាក់ជូនគាត់មួយទៀតគឺយើងកតញ្ញូដោយសង្គ្រោះដោយសង្ឃហៈធម៌ក្តីដោយសង្គ្រោះក្តីនេះក៏សិតតែកតញ្ញូហើយឲ្យតែយើងបានធ្វើនៅសេចក្តីល្អតបទៅជាមួយនឹងអ្នកមានគុណនឹងមិនយើងដកអំពីម្ដាយឪពុកយើងទៅដែលជាអ្នកមានគុណដែលជាព្រះរបស់យើងទៅគឺអ្នកមានគុណបន្តបន្ទាប់មានលោកគ្រូអ្នកគ្រូមានបរិជាមានពុទ្ធហើយយើងមានសប្បុរសជនប្រុសស្រីបងប្អូនរបស់យើងនឹងគឺឲ្យតែបានធ្វើសេចក្តីល្អឲ្យតែជាអ្នកដែលមើលថែរក្សាយើងឲ្យជាអ្នកដែលចែកទានដល់យើងការដែលយើងកំសត់ទូរគតអីហ្នឹងក៏សត្វតែយើងធ្វើចំពោះអ្នកមានគុណទាំងអស់ហើយញាតិញោមពុទ្ធបរិស័ទទាំងឡាយនឹកឃើញសេចក្តីល្អនេះចង់បញ្ជាក់ថានៅក្នុងរឿងមួយលោកសម្ដែងអំពីកតញ្ញូថ្មលើកកាត់មកពាក់ព័ន្ធជាមួយនឹងបរោះម្នាក់បរោះមួយលោកធ្វើដំណើរកាត់វាចូលព្រៃឆ្លងកាត់មិត្តទន្លេសមុទ្រអីហ្នឹងទៅដែលកាត់វាខ្សាច់ដើរទៅក៏ចេះតែឆ្ងាយទៅក៏ស្រេកទឹកផងអីផងទៅបរោះហ្នឹងឃើញដើមឈើមួយក៏ទៅជ្រកក្រោមដើមឈើហ្នឹងវាលស្មៅវាលសាច់ហ្នឹងទៅស្រាប់តែមានបរោះមួយគាត់នៅនឹងដែរគាត់ឃើញបរោះនោះហត់ពេកក៏គាត់បានបៀកស្លាមលូហ្នឹងមួយម៉ាត់ដើម្បីជូនដល់បរោះដែលគ្នាកំពុងទៅហត់ហ្នឹងហើយហូបមួយម៉ាត់ហ្នឹងទៅដល់ពេលហូបទៅក៏មានចិត្តរីករាយមានកម្លាំងកំហែងអីក៏ធ្វើដំណើរតទៅមុខទៀតទៅបែកគ្នាធ្វើដំណើរតទៅមុខទៅដល់ពេលធ្វើដំណើរទៅជួនញាតិញោមឆ្លងកាត់ទន្លេហ្នឹងទៅសមុទ្របោកបរោះម្នាក់ដែលគាត់ឲ្យស្លាមលូមួយម៉ាត់ដល់ខ្លួនហ្នឹងពេលហ្នឹងបរោះដែលបានមលូស្លាពីបរោះម្នាក់ដែលឲ្យហ្នឹងក៏ឃើញបរោះនោះកំពុងតែមានទុកដោយសារតែខ្យល់បោករលកមកបោកទៅលិចសំពៅហ្នឹងទៅលិចសំពៅលិចទុកហ្នឹងបរោះដែលគាត់បានទទួលស្លាមលូពីបរោះម្នាក់ហ្នឹងគាត់រត់ទៅតោងក្តារគាត់មានក្តារប៉ុន្តែបរោះដែលឲ្យស្លាមលូដល់ខ្លួនគឺអត់មានអីទេហែកទឹកតតាស់ទៅស្រាប់តែបរោះម្នាក់ហ្នឹងគាត់ឃើញអ្នកមានគុណរបស់ខ្ញុំទេតាអ្នកមានគុណរបស់ខ្ញុំទេតាអញ្ចឹងហើយខ្ញុំសុខចិត្តថាលះបង់ក្តារមួយបន្ទះនេះទៅឲ្យគាត់ដើម្បីឲ្យគាត់
ban rốt rừng riêng mình chỉ biết tay ao tại sầm lôi tại ao tới bảo nó thấy cho nên ai mình gió à tê nhom tập chặt chun nè để xa cho nè miền quân đọc nhom bên nứng bảo nó chết tại hai đó bảo nó đây ai cả đa mình tia để đăng quân đào bảo nó để ai làm lũ có hai đây hai đứa slap bạch mà ở đây tới slap tại đăng luôn nơi lừa cầu để xa ấy để xa tê vật á chọc chuối tê vật á chuối bồ rót đây miền miền quân bảo rót đây đăng quân hãy nế bảo ra nó nhặt rồi lấy là na dục nhom mà đặt lừa cầu cũng trắng bàn tê vật á cái chành máu ra thành nhom nè anh chỉ là ná nhom chỉ tê vật á cho hai đây ban nè anh chui nhom đời xa nhom chui nè mau pin nè đằng côn nè miền côn rồi luôn để ban ao sla lu ta nè nằng ban bò ro đây chỉ nè ao sla lu cột sờ bài chặt cột chặt về bên nông cột khăm prang prang thôi đây là ở chỉ mùi nè miền côn đây nhà rừng nét chia cái tệ môi làm vậy ở nhật nhom cột bà sạt ban vô làm pi sẽ cái đây là nơi khung vẽ con bọc lia tịch hán cứ sao bệnh chạy khơi thà con prosray tầng lai nhiệt nhôm chỉ bột ba để sạt tầng lai nhiệt nhôm có chỉ nhận miền côn lơ và sáng có chỉ nhận miền côn lơ nhiệt nhôm con prosray có chỉ nhận con cắt thì nhú chỉ nhận đăng côn ở phục bậc đài đôi chỉ lục với cha đam tiên và thiên đam bon con prosray tam cả bật tới mà đăng thà con prosray tầng ho miền về miền tầm này tê sạch tận nè miền kịch cà nghi riêng luôn vận tải nơi tầm miền ọc ca liệt về lia mà phở bòn chun ở phục đài bòn đi tập lực hơi chặt phở bòn tẹt can nộp tiền tam cặp bết đây dương mình bách đặt mò thật tẹt can nộp tiền còn nơi tại mò bòn nó bị cạt làng đời xa ấy ban cái đặt mò thật tẹt can nộp tiền tệ cái nan nó bật tiền đi mau bị dân bon chấm phục và sang hai chấm phục và để kia cả hai bên đường dương người ta ba sáu ba ca hai dương ở từ chun bòn và nè để bắt bằng chỉ vật này hai tệ cái nan nó bật tiền cái ca ở từ ca bằng pin ca bằng time đó nè để bắt bằng chỉ vật đây dương ca để cất nửa rút dương phơi tòa này cho môi ở phục đài cho môi bằng ôn của chia của ruột bàn tay bây giờ phục bạn ai bắt bằng chỉ việc tới dương là không Phật Phật sa na miên tay phải đây kia cá cứ có xong này miên có xong miên lục gì lục ta ba sáu ba ska là ngày dương phơi tam về diện nè đấy miên sờ nè đây chia phải đây kia cá chia sài bon của bao dương hay nhận nhom mạch xong sai ấy thế xong sai ta phơi bon bàn đo rừng đo phơi bàn rừng bàn sai từ lưới luôn ai sai từ lưới luôn ai bạch trăm táo lục ní sát lục nôm sừng ha lục ní thông lục nút tàu ở tê ở đây để sầm khán xua bè đông thuần anh tập nhom thôi chỉ môi bờ sáng nhom chia đẹp thà ót gì ơi bàn này chật mật từng cái sạch chiếp nó bàn thôi còn chật mật từng đấy cứ bài á bàn bài mình đa kê thế thì kê bà sân giúp mình tiết cái bài lời chưa cái này chật mật từng chẳng cái nhiệt nhom số bè đông luôn ai nhom phơi cho môi và sang nhom phơi bắn nhom chia khla ọt và nhiệt nhom chia khla hơi nhiệt nhom số bài chật hay nhiệt nhom chưa chật là ca phơi rồi bóc luôn đi bị ban phật phải giao cho bay ban đòn để bắt băng chỉ biết các ban luôn ai nè để thôi đây là on ấy ban tràn ban tầng luôn ấy ban tầng nè bắt băng chỉ biết ban tầng nhiệt ban tầng băng ban tầng ồn nó mới nhiệt nhom cột bò sạch mà lục ép đâm ọc nhà kiểu tiêu lục xây bằng ôn con prosay để ban phơi bị thi bọn đấy khi phải giao tràn nè phải giao chứ mang một phần này nhiệt nhom kết mơ nhiệt nhom phần này từ rộp krập mau bị bè chăn ti mau bị bè krập chăn ti cả hai krập chơi nè nhiệt nhom mau phần này của phong từ con đây đặt nga dục đây đặt nga rồi nó nè sai chăn ti anh sơ miên khai mình sơ krập calo ấy nè của phong kết đây bàn tay bên ní nhôm ắt ban kết về rừng chăn ti nhiệt nhôm ắt ban kết pi cô chma cả bay mân tia thế bàn tay nhiệt nhôm ban một quy kết quy sạp và thọ tì sna đấy con prosray ban thôi tiền từ thâm ở tiền
ក្នុងឱកាសនេះលោកអញ្ញាជំទាវឯកឧត្តមបានធ្វើបន់នេះគឺធ្វើបន់គេហៅថាចែកនៅធម្មទានគឺឆ្នះអស់ទានទាំងពួងដែលបានយកប្រសងមកនិមន្តប្រសងមកដើម្បីសម្ដែងពធទេសនាដើម្បីឲ្យចែកញាតិញោមពុទ្ធបរិស័ទបានស្ដាប់ធម៌ទេសនាឃើញទេកូនប្រុសស្រីខ្លះដែលកូនប្រុសស្រីគាត់ជាមនុស្សល្អគិតសប្បាយចិត្តណាស់ដោយសារឃើញលោកឯកឧត្តមជំទាវអុកញ៉ាមមន្ត្រីរាជការដែលបានធ្វើបន់កូនប្រុសស្រីបានធ្វើបន់បានចែកទានធម្មទានឲ្យម្ដាយឪពុកបានស្ដាប់ធម៌ទេសនាមកប៉ុណ្ណេះបានជួបគ្នាមកអង្គុយស្ដាប់ធម៌ទេសនាត្រៀបត្រានេះកូនប្រុសស្រីសប្បាយចិត្តទៅហេតុអីបានសប្បាយកូនប្រុសស្រីគិតយល់ថាអូម្ដាយអញម៉ោងប៉ុណ្ណេះធ្លាប់តែគិតនៅផ្ទះគិតជេរកូនជេរចៅឥឡូវគិតទៅស្ដាប់ធម៌ម្ដាយអញចេះធម៌ចេះអាមុខមាត់ណាយាយអូមុខយាយស្លូតតាមមិនចេះជេរមិនចេះថាអីកូនចៅទេស្មាស្គាល់បេះដូងយាយបាទហើយប៉ុន្តែតាមមិនសូវហ៊ានស្គាល់ប្រមាណទេពួកគាត់ពេលខ្លះក៏អត់មាត់តាមមិនសូវមាត់មិនសូវបញ្ចេញប៉ុន្មានទេប៉ុន្តែបញ្ចេញម្ដងមិនបានទេដូចខ្លាក្រហឹមអញ្ចឹងប៉ុន្តែបើយាយអូរាល់តែថ្ងៃឯងគេស្អប់រាល់តែថ្ងៃឯងគាត់ដឹងខ្លួនតែគេស្អប់ទេយាយប៉ុន្តែគាត់បំណងរបស់គាត់ចង់ឲ្យកូនល្អបំណងរបស់គាត់ចង់ឲ្យចៅល្អពេលដែលចៅល្អកូនល្អនឹមឲ្យក្រុមគ្រួសារសុខសន្តិភាពបើកូនចៅមិនល្អទេក្រុមគ្រួសារនោះមិនមានសេចក្តីសុខទេញោមអើយមានសេចក្តីសុខទេដូចជាឧទាហរណ៍ថាបងប្អូននេះបងប្អូនកូនចៅលោកឯកឧត្តមជំទាវហើយនឹងបងប្អូនប្រុសស្រីដែលអ្នកម្ចាស់ដើមទានដាក់ប៉ុនបើសិនជាមិនមែនកូនល្អមិនបានធ្វើប៉ុនអញ្ចឹងទេបើសិនជាមិនមែនបងប្អូនល្អចេះសាមគ្គីគ្នាទេមិនបានធ្វើប៉ុនអញ្ចឹងទេប៉ុន្តែគាត់បានលះបង់គាត់បានសាមគ្គីគ្នាដំបងដំប្អូនធ្វើពិធីបុណ្យតេកណានុប្រទានហើយបុណ្យនេះគឺជាបុណ្យឲ្យយាយតាបានចូលរួមពិធីបុណ្យហើយបានស្ដាប់នៅធម្មទានចែកនៅធម្មទានដល់យាយតាហើយចែកទានដតីដល់យាយតាសូមអនុមោទនីសូមអនុមោទនាធម្មទានសម្ដែងពធទេសនាប៉ុណ្ណេះទៅចោះកុំឲ្យខ្លាចយាយតាគាត់ធ្វើដំណើរយាយតាខ្លះឆ្លងស្ទឹងអញ្ចឹងមានអ្នកខ្លះឆ្លងស្ទឹងនឹងព្រលឹងចង់សក់យើងភ័យហើយមិនភ័យទៅយាយតាទេអាកូនសិស្សអាត្មាក៏វាភ័យដែរអាត្មាគិតថាចុះវាងាប់អីទៅវាងាប់អីទៅវាអាត្មាអង្គុយលើទូកដែរបើថាងាប់ទាំងអាត្មាដែរវានៅខ្លាចនឹងវាខ្លាចអីវានៅក្មេងអញ្ចឹងគេថាមនុស្សចាស់ទៅខ្លាចហ្នឹងឯងការសម្ដែងធម៌ទេសនាយើងបានជួបគ្នាប៉ុណ្ណេះទៅចោះមកសម្ដែងយើងមិនបានកន្លះម៉ោងទេប៉ុន្តែទុកឱកាសឲ្យព្រំសូត្រធម៌បတ်អីបន្តទៀតទៅព្រំនេះតាព្រំណាមិនមែននិយាយព្រំទេណាបានជួបងាយទេយូរមានមួយណាហើយសូមបុណ្យកុសលដល់លោកជាបាសកាស្អីប៉ោងទេយឿនអីសែមយឿនលោកតាស៊ូលីនិងបុព្វការីមេត្តាបេតាដូនតាមកកង7សន្តានទាំងខាងតកូលខាងនេះតកូលខាងតឡងតកូលទាំងអស់ហើយយាយតាទាំងអស់ដែលបានជើញមកហ្នឹងគឺបុណ្យកុសលជូនដល់មេត្តាបេតារបស់យាយតាទាំងអស់គ្នាបងប្អូនប្រុសស្រីប្រជាពុទ្ធបរិស័ទទាំងអស់គ្នាឲ្យបានទទួលហើយសូមលោកអ្នកដែលមានគុណទាំងអស់បកាយទីពងពោបកាយទីពងពោឲ្យកូនចៅរស់នៅក្រៅរស់ស៊ីមានបានកើតការតិចតិជុំសុខក្រុមក្រុមគ្រួសារយុវណៈស្ថាពលៈសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានយ៉ាងសង្កពេនសមតារិហេពធទេសនាសម្ដែងដល់អង្គខ្ញុំបកូនណាអាត្មាភាពសង្ខេបបែបខ្លីតែប៉ុណ្ណេះឯងអេវ៉ាំងបានស្ដាប់ទេសនា